បាទជំរាបសួរពុកម៉ែបងប្អូនតាយាយទាំងអស់គ្នាថ្ងៃនេះវិលមកជួបគ្នាសារជាថ្មីទៀតហើយនៅក្នុង Channel របស់ Admin គឺឈ្មោះថាច័ន្ទនីដំណើររឿងអញ្ចឹងថ្ងៃនេះ Admin ក៏បានចេញនៅវីដេអូទី2ផងដែរសង្ឃឹមថាពុកម៉ែបងប្អូនជួយគាំទ្រលើរូប Admin ផងចឹងរឿងនេះគឺជារឿងរបស់លោកតាធានគឺជាគ្រូដាក់អំពើអាបធ្ងប់អីអញ្ចឹងទៅចឹងរឿងនេះគឺស្ថិតនៅក្នុងឆ្នាំ1985នៅពេលដែលប្រទេសកម្ពុជាទើបតែឆ្លងកាត់ដំណាក់កាលផ្លាស់ប្ដូររបបនយោបាយថ្មីជាភាពរស់នៅរបស់ប្រជាជនតាមបណ្ដោយខេត្តឆ្ងាយនៅមានភាពលំបាកត្រសក់នៅឡើយទេនៅទៀនកោះជាប់ជើងភ្នំមួយមានភូមិមួយឈ្មោះថាភូមិអូលាក់ខ្លួនភូមិនេះហ៊ុំព័ទ្ធទៅដោយព្រៃក្រាស់និងដើមឈើធំរាប់រយឆ្នាំដែលធ្វើឲ្យពន្លឺព្រះអាទិត្យសឹងតែមិនអាចជះចូលមកដល់ដីឡើយសូម្បីតែនៅពេលថ្ងៃត្រង់ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកភូមិអូលាក់ខ្លួនមានការភ័យខ្លាចបំផុតមិនមែនជាសត្វសាហាវក្នុងព្រៃនោះទេគឺបុរសចំណាស់ម្នាក់ឈ្មោះថាលោកតាធានគឺជាបុរសវ័យប្រហែលជា70ឆ្នាំមានសក់សវែងរញ៉េរញ៉ៃភ្នែកជ្រៅក្រឡង់មើលទៅគួរឲ្យខ្លាចនិងមានរូបរាងស្គមបន្តិចប៉ុន្តែពោរពេញដោយថាមពលអាថ៌កំបាំងនៅលើដងខ្លួនរបស់គាត់គ្មានសម្លៀកបំពាក់បិទបាំងផ្នែកខាងលើឡើយគឺតែងតែដោះអាវបញ្ហាឲ្យឃើញនៅស្នាមសាក់យ័ន្តខ្មែរបុរាណពេញខ្លួនប្រកបដោយភាពខ្មៅងងឹតនិងគួរឲ្យព្រឺរោមគាត់មិនរស់នៅក្នុងភូមិជាមួយអ្នកស្រុកឡើយគឺគាត់បានទៅសង់ខ្ទមឈើចាស់មួយនៅដាច់ស្រយាលពីគេជ្រៅទៅក្នុងព្រៃស្ងាត់ចម្ងាយរាប់គីឡូម៉ែត្រពីផ្ទះអ្នកភូមិផ្លូវដែលធ្វើដំណើរទៅកាន់ខ្ទមរបស់លោកតាធានគឺជាផ្លូវលំតូចមួយដែលពោរពេញទៅដោយឫសឈើដុះខ្វាត់ខ្វែងនិងភក់ជ្រាំតាមផ្លូវនោះមានសភាពងងឹតស្លុងពេញមួយថ្ងៃលាយឡំដោយអាប់ត្រជាក់ស្រេបសូម្បីតែសត្វបក្សីក៏មិនសូវទុំឬយំនៅលើដើមឈើតាមផ្លូវនេះដែរនៅសងខាងផ្លូវគេតែងតែឃើញមានរូបចម្លាក់ឈើបុរាណតូចនិងកូនរោងរូបសំណាកដាក់ដង្វាយផ្សេងដែលលោកតាធានបានដាក់ពង្រាយដើម្បីការពារទឹកដីអាគមរបស់គាត់អ្នកភូមិម្នាក់ដឹងច្បាស់ថាបើមិនមានការចាំបាច់បំផុតទេគឺដាច់ខាតមិនត្រូវដើរកាត់ឬឈានជើងចូលទៅក្នុងព្រៃនោះឡើយជាពិសេសនៅពេលព្រលប់ព្រោះវាជាផ្លូវឆ្ពោះទៅរកសេចក្តីស្លាប់និងការដាក់បណ្ដាសានៅក្នុងភូមិអូលាក់ខ្លួនលោកតាធានត្រូវបានគេស្គាល់ថាជាគ្រូធ្មប់អាគមងងឹតដ៏ពូកែស័ក្តិសិទ្ធិនិងសាហាវឃោរឃៅគាត់មិនដែលប្រើប្រាស់ចំណេះដឹងអាគមរបស់គាត់ដើម្បីព្យាបាលមនុស្សឬធ្វើបុណ្យឡើយផ្ទុយទៅវិញគាត់រស់នៅដោយសារការស៊ីឈ្នួលដេញអាគមឬការ
ដាក់អំពើទៅលើអ្នកភូមិតាមការចង់បានរបស់មនុស្សដែលមានចិត្តឫស្យា និងគុំគួនគ្នារឿងរ៉ាវដ៏រន្ធត់បានចាប់ផ្ដើមឡើងនៅយប់មួយក្នុងខែវស្សាឆ្នាំ1985 មានបុរសម្នាក់នៅក្នុងភូមិនោះឈ្មោះឡុងដែលមានចិត្តឈ្នានីសនិងខឹងសម្បារនឹងគ្រួសាររបស់មីងសយដោយសារតែជម្លោះដីធ្លីធ្វើស្រែដោយក្តីខឹងទប់មិនបាននិងចង់បំផ្លាញគ្រួសារមីងសយឲ្យវិនាសឡុងបានសម្រេចចិត្តលបដើរតាមផ្លូវដ៏ងងឹតស្លុងទាំងយប់បុកពោះដើម្បីទៅជួបលោកតាធាននៅខ្ទមក្នុងព្រៃជ្រៅនៅពេលដែលដើរទៅដល់ឡុងបានឃើញលោកតាធានកំពុងអង្គុយដោះអាវបែរមុខមកខាងមុខចង្កៀងប្រេងកាតតូចមួយដែលជះពន្លឺពណ៌លឿងទុំខ្សោយធ្វើឲ្យស្រមោលស្នាមសាក់យ័ន្តនៅលើខ្នងនិងដើមទ្រូងរបស់គាត់មើលទៅហាក់ដូចជាមានជីវិតកំពុងតែខ្វាត់ខ្វែងអញ្ចឹងនៅពីមុខលោកតាធានមានជើងពានស៊ុមរូបថតចាស់ៗព្រមទាំងក្រមួននិងកូនក្រក់អាគមជាច្រើនចង់ឲ្យគ្រួសារវាងាប់ទាំងពូជឬគ្រាន់តែឲ្យរងទុក្ខវេទនាសំឡេងក្រហងក្រហករបស់លោកតាធានបន្លឺឡើងទាំងមិនងើបមុខមើលឡុងឡើយខ្ញុំចង់ឲ្យពួកវាឈឺស្លាប់បន្តិចម្ដងឲ្យសមនឹងចិត្តដែលវាមើលងាយខ្ញុំឡុងឆ្លើយទាំងញ័រទ្រូងទៅត្រើតព្រោះភ័យខ្លាចនឹងកែវភ្នែកដ៏មុតស្រួចរបស់គ្រូធ្មប់លោកតាធានញញឹមចុងមាត់យ៉ាងគួរឲ្យខ្លាចរួចក៏ចាប់ផ្ដើមយកក្រមួនមន្តអាគមមកសូត្រស្មិលផ្លុំទៅលើរូបថតរបស់គ្រួសារមីងសយផ្សែងធូបពណ៌ខ្មៅអណ្ដែតត្រសែតពេញបន្ទប់ងងឹតនោះលាយឡំដោយសំឡេងខ្យល់បោកទ្វារខ្ទមតុកត្រុកហាក់ដូចជាមានព្រលឹងបិសាចខ្មោចកំពុងមកជុំគ្នារង់ចាំបញ្ជាអញ្ចឹងត្រឹមតែរយៈពេល3ថ្ងៃក្រោយមកអំពើអាគមងងឹតរបស់លោកតាធានក៏បានចាប់ផ្ដើមហុចផលកូនប្រុសច្បងរបស់មីងសយដែលជាយុវជនមានសុខភាពមាំមួនស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់ភ្លាមដោយគ្មានមូលហេតុគាត់មានការក្តៅខ្លួនញ័រទៅត្រើតស្រែកយំទាំងឈឺចាប់និងរវើរវាយថាមានមនុស្សដោះអាវសាក់ពេញខ្លួនមកឈរច្របាច់ដៃច្របាច់កគាត់រាល់យប់មិនតែប៉ុណ្ណោះពោះរបស់គាត់ចាប់ផ្ដើមហើមធំឡើងរឹងដូចដុំថ្មមីងសយបានរត់ទៅរកលោកគ្រូពេទ្យនៅភូមិប៉ុន្តែគ្រូពេទ្យមិនអាចរកឃើញរោគវិនិច្ឆ័យអ្វីទាល់តែសោះក្នុងរយៈពេលតែមួយសប្តាហ៍កូនប្រុសរបស់គាត់ក៏បានដាច់ខ្យល់ស្លាប់ទាំងភ្នែកនៅបើកក្រឡង់សេចក្តីស្លាប់ដ៏ចម្លែកនេះបានធ្វើឲ្យអ្នកភូមិទាំងមូលធ្លាក់ក្នុងភាពភ័យរន្ធត់គ្រប់គ្នាដឹងភ្លាមថានេះគឺជាអំពើធ្មប់របស់លោកតាធានប៉ុន្តែគ្មានអ្នកណាហ៊ាននិយាយខ្លាំងឬទៅតវ៉ានោះទេព្រោះខ្លាចអាគមនោះធ្លាក់មកលើខ្លួនរបស់ខ្លួនឯងមិនអស់ចិត្តត្រឹមនេះមិនយូរប៉ុន្មាន
មីងសយខ្លួនឯងក៏ចាប់ដើមមានអាការៈប្លែកៗគាត់តែងតែដើរចេញពីផ្ទះទាំងកណ្ដាលអាធ្រាត្របែរមុខទៅរកផ្លូវងងឹតដែលឆ្ពោះទៅផ្ទះលោកតាធានរួចសោចម្នាក់ឯងយ៉ាងក្រឡុងដូចជាមានព្រលឹងផ្សេងមកចូលសន្ធិដ្ឋគ្រួសារមីងសយត្រូវវិនាសអន្តរាយបាត់បង់ទាំងមនុស្សបាត់បង់ទាំងទ្រព្យសម្បត្តិព្រោះត្រូវចំណាយលុយកាក់ទាំងមូលដើម្បីព្យាបាលទោះបីជាអ្នកភូមិមានភាពភ័យខ្លាចយ៉ាងណាក៏ដោយប៉ុន្តែការរស់នៅក្រោមស្រមោលនៃសេចក្តីស្លាប់និងភាពអយុត្តិធម៌យូរពេកបានធ្វើឲ្យការអត់ធ្មត់របស់ពួកគេឈានដល់ទីបញ្ចប់បុរសចិត្តក្លាហាននៅក្នុងភូមិចំនួន5នាក់ដឹកនាំដោយនាយសុកដែលត្រូវជាសាច់ញាតិរបស់មីងសយបានលបជួបជុំគ្នាដើម្បីរកវិធីបញ្ចប់គ្រោះធ្មប់ចិត្តខ្មៅនេះពួកគេបានដឹងថាមន្តអាគមរបស់លោកតាធាននឹងចុះខ្សោយនៅយប់ថ្ងៃសិលដែលជាពេលគាត់ត្រូវដោះអំពើនិងសូត្រមន្តលាងខ្លួននាយសុកនិងបកពួកបានរៀបចំដាវដែលបានច្រឡងទឹកមន្តអាគមពីលោកតាអាចារ្យវត្តដ៏ពូកែម្នាក់រួមទាំងខ្សែអំបោះកងចងកាឡាដើម្បីការពារខ្លួនពីព្រាយអាគមយប់នោះគឺជាយប់ងងឹតស្លុងគ្មានពន្លឺព្រះខែដើម្បីស្រូបតែបន្តិចនាយសុកនិងបកពួកបានកាន់គប់ភ្លើងលបធ្វើដំណើរតាមផ្លូវដល់ងងឹតស្លុងនិងត្រជាក់ស្លុកសំដៅទៅកាន់ខ្ទមរបស់លោកតាធានខ្យល់ព្រៃបោកបក់មកវូវធ្វើឲ្យដើមឈើយល់ទៅយល់មកដូចជាដៃខ្មោចកំពុងតាមខាត់ដំណើរពួកគេសំឡេងសត្វទីទុយយំកងរំពងពេញព្រៃបង្កើតបានជាបរិយាកាសគួរឲ្យព្រឺក្បាលនៅពេលទៅដល់ខ្ទមពួកគេបានលបមើលតាមចន្លោះជញ្ជាំងក្តារចាស់លោកតាធានកំពុងអង្គុយដោះខោអាវសូត្រមន្តរអ៊ូទាំងរអ៊ូរទាំតែម្នាក់ឯងទឹកមុខរបស់គាត់នៅពេលនោះមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ភ្នែករបស់គាត់ឡើងក្រហមឈាមមើលស្នាមហើយស្នាមសាក់នៅលើខ្លួនហាក់ដូចជាកំពុងបញ្ចេញពន្លឺព្រិចមិនបង្អង់យូរនាយសុកបានធាក់ទ្វារខ្ទមបាក់ខ្ទេចរួចស្ទុះចូលទៅជាមួយបកពួកតាធានឯងធ្វើបាបអ្នកភូមិឆ្អែតហើយយប់នេះជាថ្ងៃស្លាប់របស់ឯងនាយសុកស្រែកឡើងលោកតាធានងើបមុខមកសោចក្អេងក្អាងសំឡេងសោចរបស់គាត់ធ្វើឲ្យគម្របភ្លើងនៅក្នុងដៃអ្នកភូមិសឹងតែរលត់គាត់បានចាប់ផ្ដើមក្រវាត់ខ្សែមុននិងផ្លុំផ្សែងខ្មៅចេញពីមាត់សំដៅទៅរកអ្នកភូមិបរិស2នាក់ក្នុងចំណោម5នាក់បានដួលសន្លប់ភ្លាមព្រោះទប់ទល់នឹងកម្លាំងអាគមមិនរួចប៉ុន្តែនាយសុកដែលមានចិត្តដាច់ខាតនិងមានដាវទឹកមុននៅក្នុងដៃបានស្ទុះទៅកាប់ចំស្មារបស់លោកតាធានកាលណាដាវទឹកមុនមុតចូលទៅក្នុងសាច់លោកតាធានក៏ស្រែកយ៉ាងឈឺចាប់យ៉ាងខ្លាំងព្រោះអាគមងងឹតរបស់គាត់ត្រូវបានរលាយឈាមដែលហូរចេញ
ពីខ្លួនរបស់គាត់មិនមែនពណ៌ក្រហមឡើយប៉ុន្តែវាជាពណ៌ខ្មៅធំក្លិនស្អុយរលួយដូចជាសាកសពស្នាមសាក់យ័ន្តនៅលើខ្លួនរបស់គាត់ចាប់ផ្ដើមរលាករលួយរលាត់រលួយបន្តិចម្ដងដឹងខ្លួនថាអស់រឹតអំពើលោកតាធានបានសម្លឹងមើលមកនាយសុកដោយកែវភ្នែកគុំគួនជាចុងក្រោយរួចក៏ដួលស្លាប់ទៅលើគំនូររូបថតនិងជើងពៀនអាគមរបស់ខ្លួនឯងភ្លាមនោះខ្ទមទាំងមូលក៏បានចាប់ផ្ដើមឆេះសន្ធោសន្ធៅដោយភ្លើងអាកំបាំងដែលអ្នកភូមិមិនបានបង្អត់បលុតនាយសុកបានក្រុងមិត្តភក្តិដែលសម្លាប់រួចរត់ចេញពីខ្ទមនោះទាំងយប់ប្រញាប់ប្រញាល់ពន្លឺភ្លើងដែលឆេះនៅក្នុងខ្ទមលោកតាធានបានជះពន្លឺបំភ្លឺផ្លូវដល់ងងឹតនៅក្នុងព្រៃនោះជាលើកដំបូងប៉ុន្តែបន្ទាប់ពីងងឹតសូន្យសងអស់ជាច្រើនឆ្នាំចាប់តាំងពីយប់នោះមកភូមិអូលាក់ខ្លួនក៏បានវិលត្រឡប់មករកភាពសុខសាន្តវិញគ្រួសារមីងសយបានជាសះស្បើយពីអាការៈប្លែកហើយឡុងដែលជាអ្នកទៅជួលគ្រូធ្មប់ក៏បានរត់ភៀសខ្លួនបាត់ពីភូមិដោយសារតែភាពភ័យខ្លាចនិងខុសច្បាប់ទោះបីជារឿងរ៉ាវនេះបានកន្លងហួសទៅជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ1985ក៏ដោយប៉ុន្តែរាល់ពេលដែលអ្នកភូមិដើរកាត់ផ្ទះចាស់ដែលឆេះទៅកាត់អតីតកាលខ្ទមរបស់លោកតាធានពួកគេតែងតែនិយាយតគ្នាពីរឿងរ៉ាវគ្រូធ្មប់ដោះអាវសាក់យ័ន្តនិងដាស់តឿនកូនចៅជំនាន់ក្រោយមិនឲ្យដើរផ្លូវនេះទៅពេលយប់ឡើយព្រោះខ្លាចស្រមោលអាគមងងឹតដែលនៅសេសសល់ដេញតាមលងបន្លាចបន្ទាប់ពីសោកនានាកម្មដ៏រន្ធត់បានវាយប្រហារលើគ្រួសារមីងសយរហូតដល់បាត់បង់កូនប្រុសច្បងទាំងអាកំបាំងភូមិអូលាក់ខ្លួនលែងមានសភាពសុខសាន្តដូចមុនទៀតហើយអញ្ចឹងបងប្អូនរឿងរបស់យើងគឺមានអត្ថន័យចប់តែប៉ុណ្ណឹងបងប្អូនដោយសារតែគេបានសម្លាប់ឬក៏ឲ្យលោកតាធានហ្នឹងស្លាប់បាត់ទៅហើយអញ្ចឹងបងប្អូនមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលដែលបានស្ដាប់រឿងគ្រូធ្មប់ដាក់អំពើអញ្ចឹងបងប្អូនជួយ comment ម្នាក់មួយមកដើម្បីលើកទឹកចិត្តឲ្យ admin បន្តធ្វើវីដេអូទៀតអញ្ចឹងកុំភ្លេចជួយចុច subscribe ម្នាក់មួយផងណាបាយបាយជម្រាបលា